ពេលដែលលោកគ្រូកំពុងនិយាយទៅកាន់អ្នកទាំងអស់គ្នានេះគឺនៅថ្ងៃទី16ខែធ្នូឆ្នាំ2025ម៉ោង6:30 នាទីល្ងាចគិតពីថ្ងៃទី7ខែធ្នូឆ្នាំ2025ថ្ងៃនេះគឺជាថ្ងៃទី10នៃឧក្រិដ្ឋកម្មឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាសូមរាប់ពីថ្ងៃ7ខែធ្នូឆ្នាំ2025កុំរាប់ពីថ្ងៃ8ពីព្រោះគេចាប់ផ្ដើមឈ្លានពានយើងពីថ្ងៃទី7ខែធ្នូសារព័ត៌មានខ្លះរាប់ពីថ្ងៃ8មកខុសហើយកាលណារាប់ពីថ្ងៃ8មានន័យថាបាត់មួយថ្ងៃនៃការឈ្លានពានរបស់សៀមមកលើប្រទេសកម្ពុជាចឹងថ្ងៃហ្នឹងត្រូវថ្ងៃទី10នៃការឈ្លានពានណាលោកគ្រូសូមធ្វើអាប់ដេតទៅលើបញ្ហាមួយចំនួនទេមិនបានពេញលេញទេទី1គឺការចេញមុខបដិសេធរបស់សម្ដេចប្រធានព្រឹទ្ធសភាពួកខាងសៀមគេបានចោទប្រកាន់យើងសារជាថ្មីម្ដងទៀតកាលពីប្រហែលថ្ងៃមុនគេចោទថាកម្ពុជាមានជួលដែលភាសាអង់គ្លេសយើងហៅថា mercenary យើងបកថាទាហានស៊ីឈ្នួលនៅក្នុងការប្រើប្រាស់ suicide drone ចាំទេកាលពីប្រហែលថ្ងៃមុនណានឹងយើងបាន reject fabricated allegation នឹងម្ដងបាទចោទប្រកាន់យើងថាយើងមានជួលជនបរទេសដើម្បីឲ្យមកប្រើប្រាស់ drone អត្តឃាតហ្នឹងប្រឆាំងជាមួយនឹងឧក្រិដ្ឋជនឈ្លានពានដែលជាយោធាសៀមដល់តែថ្ងៃហ្នឹងបានចោទប្រកាន់យើងសារជាថ្មីម្ដងទៀតថាមានជនជាតិរុស្ស៊ីដែលមកជួយតបកម្ពុជាជាងបានសម្ដេចប្រធានព្រឹទ្ធសភាលោកបានចេញមុខមកបកស្រាយលោកគ្រូសូមអានជាភាសាអង់គ្លេសចុះដើម្បីបានជាប្រយោជន៍ទៅដល់មិត្តភ័ក្តិបរទេសរបស់លោកគ្រូមួយចំនួនផងហើយលោកគ្រូដកស្រង់ចេញមកពី Telegram របស់សម្ដេចប្រធានព្រឹទ្ធសភាដូចគ្នាបច្ចុប្បន្ននេះមិនលំបាកនៅក្នុងការទទួលបានព័ត៌មានជាក់លាក់ទេលោកបានទៅសេថា in order to uphold the dignity of Cambodia as well as that of Russia and other foreign nationals who have been accused I would like to clearly state that Cambodia does not have any Russian nationals or other foreign nationals participating in the combat operation on the battlefield or serving as military advisor to Cambodian armed forces សារនេះគឺចេញនៅថ្ងៃទី16ខែធ្នូឆ្នាំ2025ថ្ងៃហ្នឹងតែម្ដងបើយើងបកជាភាសាខ្មែរមានន័យថាដើម្បីថែរក្សាសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្ស៊ីនិងជនបរទេសផ្សេងទៀតដែលត្រូវបានទទួលរងការចោទប្រកាន់ណាខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជាតិរុស្ស៊ីឬជនជាតិបរទេសផ្សេងទៀតចូលរួមនៅក្នុងការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយវរៈកងទ័ពកម្ពុជាខិតខំប្រឹងប្រែងនៅក្នុងការការពារជាតិសាសនាព្រះមហាក្សត្រប្រជាជននិងបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់ខ្លួនដោយអង្គអាចដោយខ្លួនឯងបាទដោយខ្លួនឯងในការប្រើប្រាស់ F16 នាពេលបច្ចុប្បន្ននេះការប្រើប្រាស់នេះគឺវាឡើង proportionate ហើយបាទឡើង proportionate ហើយវាចូលលក្ខណៈ full scale invasion ហើយការប្រើប្រាស់យុទ្ធោបករណ៍ហ្នឹងវាឡើង proportionate ហើយមានន័យថាម៉េចមានន័យថាប្រើដល់ថ្នាក់ F16 មកហើយវាបំពេញជាមួយនឹងច្បាប់អន្តរជាតិធំច្រើនណាស់ក្នុងក្របខ័ណ្ឌនៃការរំលោភបំពានទៅលើច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ានប៉ុន្តែនិយាយដល់រឿងហ្នឹងលោកគ្រូឈប់អំពាវនាវហើយឥឡូវពួកយើងអំពាវនាវអស់ហើយ call on the international community កតិកាធិការអាស៊ានក៏ស្ងាត់ international institution មួយចំនួនទៀតក៏ស្ងាត់ប៉ុន្តែយើងសូមអរគុណណាស្ថាប័នអន្តរជាតិមួយគឺកាកបាទរហ័សអន្តរជាតិដែលបានបញ្ជាក់នៅថ្ងៃហ្នឹងពាក់ព័ន្ធជាមួយនឹងសុខសុវត្ថិភាពនៃវរៈកងទ័ពកម្ពុជាចំនួន18រូបដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី29ខែ7ឆ្នាំ2025ថាពួកគាត់មានសុខភាពមានសុខសុវត្ថិភាពអីល្អជាធម្មតាទេនេះគឺជាការខិតខំប្រឹងប្រែងមួយបាទរបស់អង្គការអន្តរជាតិមួយហ្នឹងបើកាលពីហ្នឹង UNESCO អីក៏ស្ងៀមស្ងាត់អត់ហ៊ាន identify ឲ្យបានច្បាស់ថាអ្នកណាគឺជា the wrong doer អ្នកណាគឺជា the right doer អ្នកណាគឺជា aggressor អ្នកណាគឺជា invader អ្នកណាគឺជា defender of our own people and our own territorial integrities our own temple តែពិភពលោកគេបានដឹងដោយលោកគ្រូបានបញ្ជាក់តាមរយៈវីដេអូនៅព្រឹកនឹងដូចគ្នាដែរបញ្ជាក់អំពីការចុះផ្សាយរបស់សារព័ត៌មានធំៗលើពិភពលោក Channel News Asia Nikkei របស់ជប៉ុន
Frank Vanguard របស់បារាំងបាទគេពិភាក្សាគ្នាជាភាសាបារាំងផងជាអង់គ្លេសផងគេដឹងគេស្ថា historiquement le tome de Takrobay appartient au Cambodge ហើយគេកងដាំនេះដូចគ្នាបាទគេកងដាំនេះដូចគ្នាបុគ្គលដែលជាអ្នកកងដាំនេះប៉ុន្តែមិត្តបារាំងរបស់យើងមិនបានកងដាំនេះអញ្ចឹងទេក៏ប៉ុន្តែប្រធានាធិបតីបារាំងគាត់បាននិយាយដោយសូមឲ្យភាគីទាំងពីរហ្នឹងគឺគោរពតាម disposition ដែលអាយដាម Premier Ministre Anwar Ibrahim របស់ម៉ាឡេស៊ីហ្នឹងបានខិតខំប្រឹងប្រែងនៅក្នុងការដាក់ចេញបាទអញ្ចឹងសូមឲ្យរត់ទៅរក disposition aux accords de paix initié par le Premier Ministre de la Malaisie ហើយឆ្នាំក្រោយតំណែងជាប្រធានអាស៊ាននេះនឹងត្រូវ rotate មានន័យថាផ្លាស់វេនទៅដល់ប្រទេសហ្វីលីពីនហើយអាហ្នឹងគេឆ្លាស់គ្នាតាម alphabetical order English alphabetical order យើងបកថាលំដាប់អក្ខរក្រមនៃភាសាអង់គ្លេសចឹងចេញពីអាដាមអានវ៉ាអ៊ីប្រាហ៊ីមទៅនឹងទៅលោកប្រធានាធិបតីម៉ាកូសនៃប្រទេសហ្វីលីពីនឆ្នាំក្រោយដែលជាប្រធានអាស៊ានបាទវាអត់ទាន់មានអីទេណាអានឹងយើងនឹងវិភាគតទៅទៀតថាអាដាមប្រធានាធិបតីរបស់ហ្វីលីពីនលោកយកចិត្តទុកដាក់នៅក្នុងការសម្របសម្រួលនៅក្នុងការបញ្ចប់ជម្លោះរវាងប្រទេសដែលជាបងប្អូននៅអាស៊ានហ្នឹងដូចជាអាដាមអានវ៉ាឬក៏អត់ព្រោះអាដាមអានវ៉ាគាត់ខំបាទទឹកចិត្តគាត់តាំងពីភាសាកាយវិការចាប់ដៃចាប់ជើងជាមួយនឹងសម្ដេចយុរដ្ឋមន្ត្រីយើងពេលទៅប្រជុំអាស៊ាននៅកាឡាឡាំពូយើងឃើញយើងហៅ body language ឬក៏ diplomatic gesture យើងบอกថាអាកប្បកិរិយាការទូតហ្នឹងគឺឲ្យយើងឃើញថា Malaysia support Cambodia Malaysia love Cambodian people and Cambodia ហ្នឹងហើយចឹងពីថ្ងៃហ្នឹងទៅកុំនាំគ្នាទៅលេងប្រទេសថៃទៀតនាំគ្នាទៅលេងម៉ាឡេស៊ីបាទនាំគ្នាទៅលេងម៉ាឡេស៊ីហ្នឹងហើយសុខចិត្តយកផលចំណេញយកចំណូលពីវិស័យទេសចរហ្នឹងទៅឲ្យម៉ាឡេស៊ីវិញកុំយកទៅឲ្យប្រទេសថៃហើយគេទិញអាវុធយកមកទម្លាក់ក្របបែកសម្រាប់ប្រជាជនស៊ីវិលរបស់យើងវត្តអារាមហេដ្ឋារចនាសម្ព័ន្ធផ្សេងសាលារៀនមន្ទីរពេទ្យបាទកុំពីថ្ងៃហ្នឹងទៅយើងត្រូវចេះឈឺចាប់អង់គ្លេសមានសុភាសិតមួយគេថា forget but not forgive អាចភ្លេចបានប៉ុន្តែមិនអាចអត់ឱនឲ្យបានលើកហ្នឹងគឺអត់មាន forget ទេ not forget ហើយ not forgive ទៀតមានន័យថាមិនត្រូវភ្លេចហើយក៏មិនត្រូវអត់ឱនឲ្យដែរហ្នឹងហើយអូខេមាន malicious intention ដើម្បី swallow Cambodian territory since before Cambodian independence in 1953 after France colonial withdrew completely from Cambodia ទឹកចិត្តគេអត់បោះបង់ចោលអញ្ចឹងយើងត្រូវតែច្បាស់លាស់បាទពាក់ព័ន្ធទៅនឹងការងារប្រវត្តិសាស្ត្រណានេះសារពីសម្ដេចប្រធានព្រឹទ្ធសភាលោកបានទៅសេជាភាសាខ្មែរម្ដងណាប៉ុន្មានថ្ងៃមុខនេះមានការចុះផ្សាយលោកគ្រូសូមបន្ថែមតិចឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់រុស្ស៊ីប្រចាំទីក្រុងភ្នំពេញក៏បានបដិសេធគាត់ថាអត់មានជនជាតិរុស្ស៊ីអីត្រូវបានជួលទេអញ្ចឹងពីរឿងថាចោតប្រកាន់គេដោយគ្មានមូលដ្ឋានហ្នឹងគឺលេខ1ហើយថៃហ្នឹងហើយនឹងសូមឲ្យអ្នកនរគ្នាយល់ណាអំពីបច្ចុប្បន្នភាពរឿងមួយទៀតគួរឲ្យអស់សំណោចហ្នឹងពេលដែលសម្ដេចលោកថាបិទសូមឲ្យប្រជាពលរដ្ឋនៅខាងនោះសិននៅខាងនេះសិនកុំឲ្យឆ្លងកាត់ព្រំដែនព្រោះវាបាញ់គ្នាទៅមកតាមព្រំដែនលោកបារម្ភអំពីសុខសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរព្រោះ civilian មិនមែនជាវាមិន civilian នៃប្រទេសទាំងពីរមិនមែនជាកម្មវត្ថុនៃការវាយប្រហារទេច្បាប់អន្តរជាតិគេតម្រូវ law of war ច្បាប់សង្គ្រាមក្តី international humanitarian law ច្បាប់មនុស្សធម៌អន្តរជាតិក្តីលក្ខណៈគឺគេឲ្យការពារជនស៊ីវិលតំបន់ស៊ីវិលទីសក្ការៈតំបន់ដែលមានតម្លៃជា universal value or cultural property so on so forth home of heritage ដូចជាសៀមរាបដូចជាប្រាសាទតាកបីហ្នឹងគេអត់ឲ្យប៉ះពាល់ទេប៉ុន្តែយោធាសៀមជាក្រុមនៃបុគ្គលដែលអត់យល់ដឹងពីច្បាប់អន្តរជាតិអីទាំងអស់ក្រសួងការបរទេសរបស់ថៃបានលើកឡើងថារឿងបញ្ចប់សង្គ្រាមគង់តែបញ្ចប់ទេរដ្ឋមន្ត្រីការពារជាតិប៉ុន្តែសូមទុកពេលវេលាឲ្យយោធាគេឃើញទេនិយាយមកគឺភាសាព្រៃហ្មងនិយាយមកភាសាព្រៃហ្មងហើយនាយករដ្ឋមន្ត្រីចាំផ្ទះ Taking Care Government អនុទានច័ន្ទវរៈគុល
គាត់និយាយថាមិនត្រូវការអន្តរាគមន៍ពីប្រទេសណាទាំងអស់នៅក្នុងការដោះស្រាយចំនួនអ្នកឯងដកខ្លួនចេញពីអាស៊ានទៅអ្នកឯងដកខ្លួនចេញពីអង្គការសហប្រជាជាតិទៅអាហ្នឹងអ្នកឯងនិយាយយ៉ាងបានហើយអ្នកឯងអត់មើលធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានទេធម្មនុញ្ញទាំងពីរហ្នឹងចែកប្រហែលគ្នាលើចំណុចហ្នឹងបាទរដ្ឋជាសមាជិកមួយត្រូវមានកាតព្វកិច្ចនៅក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខក្នុងតំបន់មើលអាហ្នឹង maintain peace and international order international security in the region and in the world ដល់ពេលខ្លួនឯងត្រូវបានចងភ្ជាប់ដោយកាតព្វកិច្ចមួយឲ្យគោរពអាស៊ានបែរជាខ្លួនឯងពេលមានរឿងថាកុំឲ្យគេលូកលាន់ចូលបំរើមហិច្ឆតាឈ្លានពានបំរើលេសនៅក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ប្រទេសខ្លួន internal problem នៃប្រទេសរបស់ខ្លួនដោយបរាជ័យឧទាហរណ៍ទឹកជំនន់នៅភាគខាងត្បូងលាក់នឹងលាក់តោះនេះប៉ុណ្ណាអញ្ចឹងឲ្យរៀនយល់អញ្ចឹងថាអ្វីដែលវានិយាយមកវាអត់ត្រូវព្រោះច្បាប់អន្តរជាតិទៅប្រទេសណាវារៀនដូចតែគ្នាហ្នឹងជឿលោកគ្រូទៅ193ប្រទេសហ្នឹងតែអាន UN Charter ទៅយល់ដូចតែគ្នានឹងធម្មនុញ្ញនៃអង្គការសហជាតិអានទៅយល់ដូចគ្នា11ប្រទេសនៅអាស៊ានហ្នឹងអានទៅយល់ដូចគ្នាធម្មនុញ្ញរបស់អាស៊ានឡាក់នឹងឡាក់ព្រោះមាន Timor Leste មួយទៀតមកដល់ Timor Leste នេះលោកគ្រូចង់និយាយបន្តិច Timor Leste ត្រូវដឹងគុណជាពិសេសគឺសម្ដេចប្រធានព្រឹទ្ធសភាឬកម្ពុជាទាំងមូលតែម្ដងចុះដែលខិតខំប្រឹងប្រែងនៅក្នុងការជួយ Timor Leste ដុតដៃដុតជើងពាក្យខ្មែរឲ្យคล้ายទៅជាសមាជិកទី11កម្ពុជាអ្នកនរមើលទាំងខ្លួនឯងជាប្រធានអាស៊ាន3ដងនឹងក៏ដោយលាក់នឹងលាក់2002 2012 2022យើងជាអាស៊ាន share បាទតែជំរុញឲ្យសមាជិកអាស៊ានដទៃទៀតទាំង9ប្រទេសទៀតយករបៀបវរៈដើម្បីដាក់ Timor Leste ឲ្យคล้ายទៅជាសមាជិកទី11ពេញមុខពេញមាត់ de jure ASEAN member state មានន័យថា by law ឲ្យវាផ្លូវការឲ្យវាតាមច្បាប់តែម្ដងតោះបានចូលហើយយើងឃើញថាសៀមឈ្លានពានយើង10ថ្ងៃហើយដូចជានៅស្ងៀមឃើញទេថាកលេខាធិការ ASEAN Secretary General ទៅវានៅស្ងៀមតាំងពីយូរហើយដល់ស្ងៀមយូរអញ្ចឹងទៅយើងអត់ចម្លែកទេព្រោះស្ងៀមយូរហើយអាវាប្រហែលតាំងថ្ងៃ24ខែ7ម៉ោង9ផ្ដើមពីប្រាសាទតំមន់មកវាស្ងៀមទៅហើយមកលើកនឹងស្ងៀមទៀតយើងក៏មិនចម្លែកដែរប៉ុន្តែ Timor Leste ពេលបានចូលជាអាស៊ានហើយលើកទង់ជ័យខ្លួនឯងប្រធានាធិបតីរបស់គាត់ត្រឡប់ទៅកាន់ Timor Leste វិញយកមានលើកទង់ជ័យរបស់កម្ពុជាមួយដែរមានន័យថាដឹងគុណកម្ពុជាបែបតានឹងដឹងគុណទៅពេលណាដែលសុខសប្បាយដល់ពេលមានបញ្ហាលេងឈប់ដឹងគុណណាមើលទៅហ្នឹងប្រយ័ត្នណា A friend who care is a friend who share a friend in need is a friend indeed ពីអង់គ្លេសមិត្តដែលចេះជួយគ្នាគឺមិត្តដែលជួយគ្នាក្នុងគ្រាលំបាកហ្នឹងហើយបាទឥឡូវដូចបរិយាកងតបរបស់យើងដែលបានពលីប្រហែលថ្ងៃមុនហ្នឹងផ្ដាំឲ្យមិត្តរួមអាវុធជួយយកខ្សែកឲ្យប្រពន្ធខ្លួនមិនអាចចាក់ចេញសមរភូមិនឹងមិត្តរួមអាវុធបានទេព្រោះបងប្អូនយើងនៅនឹងច្រើនណាស់អ្នកនរគ្នាមើលឃ្លីបហ្នឹងមើលហើយស្រក់ទឹកភ្នែកអត់ដឹងខ្លួនទេចឹងបានម៉ោងនេះកុំខឹងគ្នាកុំឆ្លោះគ្នាណាលោកគ្រូឃើញលើបណ្ដាញសង្គមមានខឹងមានឆ្លោះគ្នារឿងណែឧបត្ថម្ភរឿងទទួលជំនួយអីនេះណោះអីសូមទុកអរិភាពរវាងគ្នាយើងនឹងឲ្យមកដុំសិនចាំទុកជាមួយនឹងការឈ្លានពានរបស់ខ្មាំងសៀមបានហើយចាំនិយាយគ្នាតទៀតបាទកុំតន់អាប្តឹងផ្ដាល់គ្នាមកនឹងកុំតន់អាឆ្លោះគ្នាលោកគ្រូឃើញលោកជំទាវពេជ្រច័ន្ទមនីគាត់បកស្រាយនៅក្នុងคลิปមួយហ្នឹងទាំងស្រក់ទឹកភ្នែកដែរគាត់ថាបងនៅ front line ហ្នឹងអត់ទាំងមានរុញរាផងហើយមកយើងអ្នកក្រោយហ្នឹងឆ្លោះគ្នាត្រូវការលើកឡើងកន្លែងហ្នឹងត្រូវកុំតន់ឆ្លោះគ្នាណាលោកគ្រូសូម stop ប៉ុណ្្នឹងសិនចាត់ទុកថាលោកគ្រូគឺជាវាមិនតន់ចាស់ណាស់ណាទេគាត់ថាជាចាស់ទុំមួយរូបអញ្ចឹងទៅសូមចូលរួមចំណែកជាមួយនឹងបងប្អូនបាទកុំតន់អាចឆ្លោះគ្នាជួយធ្វើម៉េចឲ្យបានអាហារហ្នឹងទៅដល់ឲ្យលោកគ្រូឃើញមានបាយកំប៉ុងណាបាយកំប៉ុងហ្នឹងមានដាក់បាយកំប៉ុងហ្នឹងដូចជាមានដាក់ណែសាច់ផាត់នៅលើហ្នឹងអាហ្នឹងល្អបាទអាហ្នឹងល្អមានការកោះទុកបានហូបហ្មងសូមគ្រប់គ្រងឲ្យណែគ្នាយើងគុណសិស្សយើងទាំងឡាយណាដែលបានទៅបានអីហ្នឹងកុំភ្លេចអាចជាវអាហ្នឹងបាទអាចជាវអាហ្នឹងដើម្បីវាងាយព្រោះអាហ្នឹងនៅនឹងឯកសណ្ឋានយោធាបានស្រួលហ្មងបាទមានការកោះគឹបហូបហ្មងហ្នឹងហើយ
ហើយតាមធារាជាអតីតកូនសិស្សលោកគ្រូនៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ធារាបកែបានពីនៅមណ្ឌលគិរីទេបានប្រាប់មកថាមានដលងមានអីបានបញ្ជូនទៅបាទច្រើនអស់ហើយដែរហ្នឹងហើយនេះជាកម្លាំងសាមគ្គីរួមមួយតនេះប៉ុណ្ណឹងអញ្ចឹងកុំតន់អាខឹងគ្នាណាកុំតន់អាខឹងគ្នាសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់នោះណាពាក្យខ្មែរយើងខំទៅមិនទប់ជាមួយចៅសៀមម្នេះសិនហ្នឹងហើយអញ្ចឹងលោកគ្រូសូមអានបន្តទៀតប្រហែលថ្ងៃមុខនេះមានការចុះផ្សាយដោយសារព័ត៌មានថៃមួយចំនួនបានលើកឡើងថាមានទាហានរុស្ស៊ីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជាដើម្បីថែរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្ស៊ីនិងជនបរទេសផ្សេងទៀតដែលត្រូវបានចាប់ប្រកាន់ខ្ញុំសូមបញ្ជាក់ថាកម្ពុជាពុំមានដោយខ្លឹមសារដែលលោកគ្រូបានអានឲ្យរួមទាំងភាសាអង់គ្លេសហ្នឹងទី1ណាបាទទី2ចំណុចទី2ដែលលោកគ្រូចង់ចែករំលែកគឺពាក់ព័ន្ធទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ Okay I read in English Statement of the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia condemn Thailand's aggression 15 December 2025 the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia condemned in the strongest term Thailand's armed aggression against Cambodia including the use of F-16 fighter jet to conduct airstrike on multiple position in provinces along Cambodia and Thailand border. Yesterday, F-16 dropped 2 bombs in Srei Snam district, Siem Reap province, which is not the war zone. The bomb encroached penetrate approximately 70 kilometers from the border area, which absolutely the threats to the World Heritage Site, very famous Angkor Wat, and completely which what we call full-scale invasion or aggression, crime of aggression perpetrated by Thai armed forces. The international community, international institution, please be notified. So I continue. Such action constitute a violation of Cambodia's sovereignty and territorial integrity, breach of the United Nations Charter, and disregard both the ASEAN Charter and the spirit of the ASEAN community. រឿងអាស៊ានគឺយើងនឹងនិយាយគ្នាតាមក្រោយទៀតណាគូវិសោធនកម្មធម្មនុញ្ញអាស៊ានទៅនឹងហើយមិនអាចទុកធម្មនុញ្ញនឹងឲ្យនៅប៉ុណ្្នឹងបានទេលោកគ្រូលើកសារជាថ្មីម្ដងទៀតគម្ពីរព្រះត្រៃបិដកយើងមិនអាចកែប្រែបានព្រោះយើងមិនដឹងមានអ្នកណាដែលមានសមត្ថភាពអាចចេះដោយព្រះបរមគ្រូនៃយើងនិយាយសាមញ្ញថាគឺជាអច្ឆរិយបុគ្គលម្នាក់ដែលបានធ្វើគម្ពីរឲ្យយើង 84000 បឋមខណ្ឌហ្នឹងប៉ុន្តែធម្មនុញ្ញអាស៊ានគឺបុគ្គលយើងជាអ្នកធ្វើអញ្ចឹងយើងកាលណាយើងឃើញចំណុចខ្សោយកន្លែងណាយើងអាចនាំគ្នាកែប្រែបាទកុំឲ្យទៅវាផ្ទុយជាមួយនឹងគោលការណ៍ធំៗនៃច្បាប់អន្តរជាតិឧទាហរណ៍គោលការណ៍ Jigozang Peremptory Norm ត្រូវគោរពមិនអនុញ្ញាតឲ្យមានការធ្វើទរណកម្មដោយបង្ខំមិនអនុញ្ញាតឲ្យមានការកាត់ទោសក្រៅប្រព័ន្ធតុលាការមិនអនុញ្ញាតឲ្យមានការជួញដូរមនុស្សមិនអនុញ្ញាតឲ្យមានការប្រព្រឹត្តឧក្រិដ្ឋកម្មធំៗមួយចំនួនទៀតដែលស្ថិតនៅក្រោមយុត្តាធិការរបស់ ICC ឡាក់កុំឲ្យទៅផ្ទុយយ៉ាងហ្នឹងឲ្យមានអីខុសទេយើងព្យាយាមធ្វើម៉េចឲ្យធម្មនុញ្ញហ្នឹងវាខ្លាំងបន្តិចបាទឲ្យខ្លាំងបន្តិចព្រោះបើស្ថាប័នអន្តរជាតិខ្សោយហើយពិភពលោកហ្នឹងប្រឈមធំបាទប្រឈមធំហើយប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញនៅក្នុងសង្គ្រាមលោកលើកទី1សង្គ្រាមលោកលើកទី2និងមុនសង្គ្រាមលោកក្នុងសង្គ្រាមលោកមុន pre World War 1 period មុន1914 1912 1918អាចចន្លោះ1900មុនចន្លោះសង្គ្រាមលោកលើកទី1និងសង្គ្រាមលោកលើកទី2ហ្នឹងសុទ្ធតែមានបញ្ហាការប្រកួតប្រជែង imperialism ចក្រពត្តិនិយម expansionism វិទីនិយម nationalism ជាតិនិយមអីគេទៀតarmed races ការប្រកួតប្រជែងសភាវុធ military alliance ការបង្កើតសម្ព័ន្ធមិត្ត NATO CATO OTAN bla bla ឃើញទេអញ្ចឹងស្ថាប័នអន្តរជាតិត្រូវតែអព្យាក្រឹតឲ្យខ្លាំងឲ្យដោះស្រាយឲ្យលឿនកុំស្ងាត់តែស្ងាត់ aggressor បានដៃដល់យូរទៅច្បាប់អន្តរជាតិហ្នឹងគេរៀនបានតែរៀនអញ្ចឹងទៅប៉ុន្តែគេវាចម្លៃថាវាខ្សោយតាំងពីកម្ពុជាត្រូវបានឈ្លានពានមកឯកឧត្តមអង់តូនីញ៉ូ ហ្គូតេអគ្គលេខាធិការរបស់អង្គការសិទ្ធិជាតិលោកនិយាយបានតែម្ដងគត់10ថ្ងៃណាអត់មាននិយាយទៀតទេលោកគ្រូតាមរហូតលោកសូមឲ្យភាគីទាំងពីរហ្នឹង exercise maximum restraint តែប៉ុណ្្នឹងគត់ហ្នឹងហើយ and go back to the negotiation process ឲ្យយើងហ្នឹងងាកទៅដំណើរការនៃការចរចាវិញបើ ASEAN Secretary វិញគឺអត់លឺអីទាំងអស់បាទ
very absolutely silent. The use of F-16 combat aircraft within Cambodia Territory constitute a manifestly disproportionate and unjustified use of force ដូចលោកលើកចឹងណាការប្រើប្រាស់កម្លាំងហ្នឹងវាអត់ត្រូវបាទសៀមចង់មានន័យថាចង់បំពេញច្បាប់អន្តរជាតិឡើងក៏ឃ្លឿនតែម្ដងចង់និយាយអញ្ចឹង Air strike conducted by the Thai military, including operation, reportedly perpetrated approximately 80 to 90 kilometers deep into Cambodian territory, have resulted in the loss of civilian life and displacement of over 400,000 people and widespread destruction. Widespread destruction ហ្នឹងមានន័យថាបង្កឲ្យមានការខូចខាតស្ទើរទៅទូទាំងយ៉ាងទូលំទូលាយបាទឥឡូវខេត្តទាំង6ហ្នឹងសល់តែបៃលិនមួយទេទទួលរងការគំរាមកំហែងថាពេញលេញអស់ហើយកោះកុងក៏ដូចគ្នាផ្លោងចូលតាំងពីនាវាចម្បាំងផងឡាក់នឹងឡាក់ហើយនៅទីនេះគឺថ្ងៃទី15ទេថ្ងៃនេះ16ជនភៀសសិតហ្នឹងមានប្រមាណជាខ្ទង់ជិតកន្លះលាន400,000 These attacks have damaged and destroyed UNESCO World Heritage Site including Previher Temple ដូចលោកបានលើកឡើងហើយ and other temple of profound cultural and religious significance as well as civilian homes, school, hospitals, pagoda, hotel, casino and administrative office. សាខាគួយនៅបឹងតគួនសាខាគួយនៅរដ្ឋកោនៅបឹងតគួនហ្នឹងខ្ទេចអស់ហ្នឹងហើយណា Such action amount to serious violation of the international humanitarian law and international obligation to protect civilian and cultural property. លោកគ្រូនិយាយពាក់ព័ន្ធទៅនឹងរឿង international humanitarian law is very ridiculous for Thailand. ថៃគេចោទកម្ពុជាថាយើងបំពានច្បាប់មនុស្សធម៌អន្តរជាតិព្រោះនៅពេលដែលសម្ដេចលោកឲ្យបិទព្រំដែនលោកបារម្ភរឿងកំភ្លើងវាអាចប៉ះធម្មតាលើវាយទៅវាយមកជនស៊ីវិលឆ្លងកាត់មានអីទៅធានាសុខសុវត្ថិភាពអញ្ចឹងឲ្យលោកឲ្យបិទប៉ុន្តែលោកថាជើងអាកាសជើងអីហ្នឹងអត់អីទេហោះទៅតាមនងវិញទៅគឺជាការព្រួយបារម្ភបើខាងសៀមគេយកទៅបកស្រាយគេថាយើងបំពេញពីព្រោះកន្លែងហ្នឹងឲ្យយល់ណាថាបំពេញកន្លែងណាគឺសេរីភាពនៃការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋអាហ្នឹងគេហាមអត់ឲ្យគេឲ្យរារាំងប្រជាពលរដ្ឋទេការរារាំងនេះបង្កើតបានទៅជាបទល្មើសមួយនៅក្នុងច្បាប់មនុស្សធម៌អន្តរជាតិគេមានសិទ្ធិនៅក្នុងការបំលាស់ទីគេមានសិទ្ធិនៅក្នុងការជ្រើសរើសកន្លែងរបស់គេដែលគេចង់នៅប៉ុន្តែដែលយើងបិទនេះមិនមែនបិទទាំងស្រុងទេទៅណាទៅប៉ុន្តែសូមកុំមកតាមម្ដុំហ្នឹងព្រោះម្ដុំហ្នឹងគឺជា war zone ហើយឥឡូវតំបន់នៅកំពុងតែវាយគ្នាហើយនេះហើយគេទៅយកវឡត់បុកពលឺគាត់ថាសៀមបកកាយខាងហ្នឹងបាទបកកាយខាងហ្នឹងវាប្តឹងយើងទៅអង្គការសិទ្ធិមនុស្សឯណាណៃទៀតណោះអញ្ថាចឹងបានអង្គការដែលទទួលពាក្យបណ្ដឹងហ្នឹងត្រូវខ្លាំងហើយគុំនិយាយភាសាការទូទៀតភ័ញឲ្យចំចឹងហ្មង You are the aggressor you are the wrongdoer Cambodia is innocent ប្រទេសកម្ពុជាគឺជាប្រទេសស្លូតត្រង់ innocent countries Cambodia does not violate any type of international law any form of international law អត់មានខុសទម្រង់ណាមួយច្បាប់អន្តរជាតិវាតោះតែយើងហ៊ានចង្អុលអញ្ចឹងមិនវាឡៃហ៊ានដល់ទៅពេលaggressor ក៏នៅតែអែលដល់ទៅជា victim ជាជនរងគ្រោះក៏នៅតែអែលយ៉ាងបានពេលគូសិស្សសួរម្ដងលោកគ្រូប្រសិទ្ធភាពនៃច្បាប់អន្តរជាតិមិនទៅឥឡូវបាក់ឆ្លើយនិយាយមែនអាដាម Donald Trump លោកដោះស្រាយមិនក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិទេតោះណាលោកដោះស្រាយក្នុងនាមលោកគឺជាមហាអំណាច one of the P5 one of the superpower countries one of the permanent member of the United Nations Security Council ដោយប្រើអំណាចរបស់អាមេរិកសុទ្ធមកឃើញទេអាស៊ានត្រូវលោកដោះស្រាយតាមយន្តការរបស់អាស៊ានដែលមានបាទ Pacific Settlement of Dispute អាស៊ានដោះស្រាយត្រូវប៉ុន្តែតួអង្គមហាអំណាចចូលមិននៅក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិទេយល់នៅប៉ុណ្ណឹងហ្នឹងចឹងអ៊ុនតាក់ដែលសម្ដេចប្រធានប្រសិទ្ធភាពលោកក៏បានលើកឡើងដែរចំណន់នោះមាន93មានប៉ុន្តែពីហ្នឹងមកអត់មានទេយល់នៅប៉ុណ្ណឹងហ្នឹងចឹងថាប្រកែកបន្លំបុកពលឺអានឹងពាក្យរបស់ពុកលោកគ្រូបន្លំបុកពលឺហ្នឹងព្រោះពុកលោកគ្រូពុកនិងម៉ែរបស់លោកគ្រូហើយតែនិយាយពុកម៉ែដល់អស់គ្នាឆ្ងល់ទៀតឡើយកូនលោកគ្រូវិញគេអត់ចង់ហៅថាឲ្យហៅពុកថាពុកមកវាអត់ណាព្រះថេរដីការបស់សម្ដេចពិនសែមពាក្យពុកម៉ែបានពាក្យខ្មែរលោកឪពុកអ្នកម្ដាយបើយើងនាំគ្នាអត់និយាយអ្នកខ្លះទៅយល់ថានិយាយពាក្យហ្នឹងទៅគឺនាំទៅគេចាត់ទុកថាយើងជាកូនអ្នកស្រែកូនអ្នកអីកូនអ្នកស្រែវាយ៉ាងម៉េចពីណាកើតមកធ្វើកូនអ្នកមាន
là cú có cô nè sra đây vì na thà thà tử cầm nát cao chí mau pin nè cro chè đấy nhé hiện ấy khó chè kệ mà đây bên này là cú miền Đài là identity bọc luôn à you on chẳng dương thử che thai à phải rẻ nó miền cho đón chuyện để dung miền sao một cái phim lại rồi cú cha mình đâu du mà đấy này sai sắp năm ấy tí đấy cô sao và đến con trai to thế này cũng oi xây bọc cái pin nè control nè một mai dương là ultra nè ôi nhà clan nâng bả sự Rey Mysterio John Cena đây tiên nè Undertaker Johnny mai dương tư nè bộ pha rụng đua đang chuyện. The Royal Government of Cambodia reaffirmed its consistent and unwavering commitment to implementing the ceasefire of the 28th July 2025 and the Kuala Lumpur Joint Declaration of 26 October 2025 and demand that Thailand cease the use of force to set boundaries and return to peaceful means of resolving dispute guided by the principle of good neighborliness and international law. Phnom Penh 15 December 2025 ở hai bởi miền ấy tiết anh ấy cứ zoom hạp tây nè tọt cho cả chọnประกัน บอก xiêm រឿង ថាយើង បំពេញ ច្បាប់ មនុស្សធម៌ អន្តរជាតិ Press release rejecting misinformation and distortion by the Thai side regarding the decision to suspend cross-border travel between Cambodia and Thailand នេះ ខ្មែរ យើង បកស្រាយ ត្រឡប់ ទៅ វិញ ឃើញ ទេ បើ អត់ បាន ទេ តែ មិន តែ ឆ្លើយ តប យឺត ហ្នឹង បរ ទេស ជឿ ឥឡូវ ហ្នឹង អញ្ចឹង តើ យើង លឿន ណា con na bạc cái parang dây parang si vous êtes fort en français parlez écrire en français ok la silence aujourd'hui pas d'option la silence aujourd'hui n'est pas bonne de rester silent tại cái này dương nơi nghiêm bây giờ na silence vô l'acceptation ạ bây giờ cái thay dương prom tụi tôi vô hưởng chẳng cái nhé chẳng on đây il faut agir il faut faire quelque chose il faut parler il faut écrire. Il faut faire l'appel à la communauté internationale. Il faut parler à tous les amis du monde. Ok, d'accord. Thì nói chắc chắn chứ đó. Vậy đó. Nên ơi, có ý xoa ý tiền trong vấn, xoa trong vấn. Xỉa trong vấn. Công tập xây phía xa xiêm đó bạn ơi. The Ministry of Interior of the Royal Government of Cambodia wishes to inform national and international community that following the Royal Government of Cambodia's decision to fully suspend entry and exit at Cambodian-Thailand border checkpoint with effects from 13 December 2025, senior leader and high-ranking official of the Thai government supported by certain unprofessional and extremist Thai commentator and media outlet have repeatedly issued statements underlying and publication portraying Cambodia's decision as a violation of human rights and as contrary to the international law and convention. The Ministry of Interior wishes to clarify that in the context of facing severe armed aggression by the Thai side, including the use of F-16 fighter aircraft, cluster munition, ក្របបែកចង្កោមច្បាប់អន្តរជាតិហាមណាគេអត់ឲ្យប្រើទេសៀមប្រើបំពាក់នៅ AT-05 ណា AT-105 ណា Toxic smoke ប្រើម្សៅ phosphor និងសល់ពីសម័យសង្គ្រាមទៀតសិតតែ banned by the international convention ទាំងអស់ Project Thai penetrating deep into Cambodia's sovereign territory. International law oblige the government to give primary protections to the life and safety of civilians, including Cambodian citizens and foreign nationals, with Thai nationals included. The suspension of cross-border travel is therefore a necessary measure to reduce risk of civilian deaths and injury resulting from armed conflict along border between the two countries. ឃើញអត់នេះក្រសួងគេបញ្ជាក់ suspension នឹងការបញ្ជានឹងគឺដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុដែលកើតឡើងនៅតាមខ្សែបន្ទាត់ព្រំដែនដែលកំពុងទទួលរងការឈ្លានពានពីសៀមហើយកម្ពុជាមិនអាចឲ្យអ្នកឯងមកលេបទឹកដីរបស់គេបែបនឹងបានទេយោធាសៀមគេថាគេចង់ render incapability of a Cambodian military បកថាធ្វើឲ្យសមត្ថភាពយោធារបស់កម្ពុជានឹងចុះខ្សោយហ្នឹងហើយបងអ្នក comment នៅក្នុងបណ្ដាញសង្គម netizen ប្រជាពលរដ្ឋយើងហ្នឹងតបទៅវិញអានេះធ្វើមើលថាគេអត់មានដៃឲ្យវាមកវាយស្រួលអញ្ចឹងណា
ចឹងគោបំណងហ្នឹងទេដែលគេ suspend ហ្នឹងនោះប្រកាសយកទៅប្រាប់អន្តរជាតិណា The deputy spokesperson of the Ministry of Interior has also repeatedly provided clarification in connection with press release concerning the suspension of operation at Cambodia-Thailand border checkpoint, an urgent issue that has already arisen on several occasions. Whether due to misunderstanding, lack of deep incomprehension, deliberate misinterpretation, or malicious intent to fabricate narrative claimed by Thai leaders, senior officials, commentators, media that Cambodia's decision aimed to detain or confine Thai nationals, restrict freedom of movement, or violate international law and convention are entirely unfounded. On the contrary, such assertions reflect weaknesses in the administrative governance, disregard for the Thai military serious acts of aggression against Cambodia, or a lack of understanding of international law and convention on the part of the Thai side. Once again, the Ministry of Interior of the Royal Government of Cambodia wishes to clarify that the decision to suspend cross-border travel between Cambodia and Thailand apply only to land border crossing along Cambodia-Thailand border and does not include air travel or border crossing between Cambodia and other countries. Regarding air travel, in the event that large numbers of Cambodian or Thai nationals wish to return to their respective countries of origin, the relevant authorities of each state should increase existing flight services accordingly. Okay? ចឹងលិខិតនេះគឺចង់ respond ទៅនឹង fabricated or distortion published by Thai side saying that the suspension of closer entry exit in Cambodia is a serious violation to the international humanitarian law. It's not true. That the preventive measure that the royal government of Cambodia issued in order to safeguard, to protect the civilian in time of crisis at the borderline. That's it. Okay. You can travel by air. You still have air travel. It's okay. អីទៀតមើលលោកគ្រូមើលបន្តិចសិនអស់ហើយអត់មានទៀតទេបាទឃើញសារព័ត៌មានថ្មីបានទៅសេមកថាសៀមប្រើយោធាថៃបានបាញ់ប្រហារខ្លាំងនៅភូមិសាស្ត្រប្រាសាទព្រះវិហារដោយប្រើរថយន្តម៉ាករ៉ុកកែត DTI/2 បាទអ្នកនរអាចទៅមើលក្នុងបណ្ដាញសង្គមបានអានឹងមានន័យថាម៉េចតាំងពីម៉ោង 1:37 នាទីដល់ម៉ោង 3 រសៀលហ្នឹងហើយនេះជាប្រភពពីលោកស្រីម៉ាលីសុជាតាអូខេចឹងលោកគ្រូមានប៉ុណ្ណឹងចុះណាហ្នឹងហើយកុំឆ្លោះគ្នាតទៀតខិតខំប្រឹងប្រែងជួយគ្នាសិនណាសាមគ្គីជួយកម្លាំងហើយមិនតន់បរិច្ចាគឈាមទៅបរិច្ចាគឈាមអ្នកណាមិនតន់អាចជួយបានទៅជួយណានឹងជាកម្លាំងជាអីចឹងអ្នកខ្លះគេអត់ខ្វះលុយខ្វះកាយទេប៉ុន្តែគេត្រូវការកម្លាំងហ្នឹងហើយត្រូវការកម្លាំងដើម្បីជួយលើកជួយសែងអីចឹងទៅដូចបងស្រីនីនណាស្ថិនីវ័យក្មេងមួយហ្នឹងមានខ្វះកម្លាំងខ្វះអីបើយើងឃើញអ្នកណាអាចទៅជួយបានទៅជួយដាណាភីងសូមសរសើរណាកូនស្រីរបស់ណែបងស្រីទីដាណាភីងល្អក្បាច់គុណក៏ចេះអង់គ្លេសក៏ចេះបារាំងក៏ចេះរហ័សរហួនយកវ៉ាន់ទៅនេះទៅនោះច្រឡាត់ទៅដើម្បីជួយណាមានអីជួយគ្នាអញ្ចឹងហ្នឹងហើយលោកគ្រូមានប៉ុណ្ណឹងណាសូមអរគុណ